ngày nayខ្ញុំនឹងក្រុមការងារទាំងអស់នឹងមកបង្កើតឈុតឆាកឡើងវិញរបស់រឿង Hollywood OZ ដែលប្រើប្រាស់ឧបករណ៍និង studio របស់ CineSpace ជប់សិនតែយើងគួរចាប់ផ្ដើមពីណាអូនឹកឃើញហើយStudio CineSpace ដើម្បីថតជាប្លង់ផ្ទះប៉ុន្តែអីតែខ្ញុំជប់ផ្ទះនៅក្នុង CineSpace អ្នកនរមើលឥឡូវមកតាមខ្ញុំនេះគាត់ជាជាងផ្ទះខ្លាំងខ្លាយឯងដែលប្រាប់ maker របស់យើងគាត់បានយល់អញ្ចឹងមកន័យថានៅពេលអ្នកនរថតអត់ចាំបាច់ចាយពេលយូរនៅក្នុងការ move រវ៉ាន់ចុះឡើងទេអ្នកនរគ្នាអាច set design ទៅតាមអីដែលអ្នកនរគ្នាចង់បាននៅក្នុង CineSpace ឥឡូវតោះមកមើល set design យើងប្រើជាមួយនឹងកាណុង C400 ជាមួយនឹង Landy Sofium 3580មូលហេតុដែលខ្ញុំប្រើជាមួយនឹងកាណុង C400 ដោយសារតែវាមាន base ISO ចំនួន3ដែលយើងអាចប្រើវាបានហើយនៅក្នុង scene មួយហ្នឹងគឺវាមាន mood បែប low light អញ្ចឹងខ្ញុំជ្រើសរើសជាមួយនឹង C400 ដែលវាអាចថតជាមួយនឹង low light បានល្អមែនទែនចឹងនេះគឺជា Aperture 80C ដែលវាមានរូបរាងទូចល្មមដែលយើងអាចប្រើប្រាស់បានស្រួលអញ្ចឹងអត្ថប្រយោជន៍របស់វាគឺងាយស្រួលក្នុងការ control ភ្លើងដើម្បីកុំឲ្យវាសាចខ្លាំងទៅលើទូផ្សេងទៀតឬក៏ទៅលើ background អញ្ចឹងនេះគឺជាភ្លើង Aperture HT52ចឹងខ្ញុំប្រើវាជា moonlight ហើយខ្ញុំនឹងប្រើជាមួយនឹង diffuser ដែលយើងមានជាមួយនឹង 252 ជាមួយនឹង251ដើម្បីធ្វើឲ្យភ្លើងនេះគឺកាន់តែសុំគ្នាសម្រាប់ជំហានបន្ទាប់គឺខ្ញុំត្រូវផ្លាស់កៅអៅដើម្បីចូលទៅធ្វើជាតួសម្ដែងនៅក្នុង scene ដែលយើង copy ហ្នឹងហើយឥឡូវនេះគឺខ្ញុំមកផ្លាស់កៅអៅនៅក្នុងបន្ទប់ standby របស់ Studio CineSpace និយាយទៅ Studio CineSpace គឺយើងមានបន្ទប់សម្រាប់ឲ្យ standby ផ្លាស់កៅអៅរៀបចំខ្លួនអញ្ចឹងអ្នកនរគ្នាតោះឥឡូវយើងទៅមើល final result តោះអរគុណ